10វិធីសាស្ត្រប្រែក្លាយខ្លួនអ្នកនិងជីវិតឲ្យល្អប្រសើរនរណាក៏ដោយតែងតែជួបប្រទះនឹងភាពបរាជ័យព្រោះថាដំណើរជីវិតរបស់យើងម្នាក់មិនអាចជៀសផុតពីបញ្ហាឬឧបសគ្គផ្សេងនោះឡើយប៉ុន្តែអ្នកមិនត្រូវស្អប់ខ្លួននោះទេជាការពិតណាស់ប្រសិនបើអ្នកចង់ទទួលបានការគោរពនិងក្តីស្រឡាញ់នោះអ្នកត្រូវតែជាអ្នកទី1ដែលត្រូវផ្ដល់នូវតម្លៃទាំងពីរនោះដល់ខ្លួនអ្នកបុគ្គលម្នាក់សុទ្ធតែអាចមិនពេញចិត្តនឹងខ្លួនឯងដោយសារមូលហេតុណាមួយដូចជាមានរាងមិនស្អាតមិនទទួលបានការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួនឬពេលដែលជួបនឹងភាពបរាជ័យក្នុងដំណាក់កាលណាមួយនៃជីវិតជាដើមមិនថាអ្នកតូចចិត្តនឹងខ្លួនឯងដោយសារហេតុផលអ្វីនោះទេសូមធ្វើការសាកល្បងជាមួយនឹងវិធីទាំង10ខាងក្រោមនេះដើម្បីកែប្រែផ្នត់គំនិតរបស់អ្នកហើយស្រឡាញ់ខ្លួនឯងជាងមុនជឿជាក់លើខ្លួនឯងអ្នកត្រូវតែប្រកបប្រជាជាមួយនឹងអ្វីគ្រប់យ៉ាងដែលខ្លួនធ្វើដោយការឲ្យគោលដៅមួយច្បាស់លាស់សម្រាប់ជីវិតរបស់ខ្លួនវាក៏ជាវិធីមួយដែលអាចឲ្យអ្នកឆ្វេងយល់ពីសមត្ថភាពរបស់ខ្លួនផងដែរហើយអ្នកក៏អាចធ្វើការផ្លាស់ប្ដូររឿងបែបណាក៏ដោយខ្លួនឯងដែរសូមព្យាយាមផ្លាស់ប្ដូរពីរឿងតូចតាចម្ដងបន្តិចរហូតដល់คล้ายជារឿងធំមួយត្រូវតែហ្មត់ចត់ហើយជឿជាក់និងស្រឡាញ់ខ្លួនឯងគោរពខ្លួនឯងដើម្បីស្រឡាញ់ខ្លួនឯងដំបូងអ្នកត្រូវគោរពខ្លួនឯងជាមុនសិនក្នុងនាមជាមនុស្សម្នាក់គឺតែងតែមានចំណុចល្អនិងអាក្រក់ប៉ុន្តែអ្វីដែលសំខាន់តើអ្នកផ្ដោតតម្លៃលើខាងណាច្រើនជាងហើយដូច្នេះហើយគិតបែបវិជ្ជមានហើយទុកចិត្តហើយទុកចំណុចអាក្រក់មួយឡែកសិនថែរក្សារៀនវាហាក់ដូចជាពិបាកជឿបន្តិចប៉ុន្តែការដែលមានរៀនសមល្មមពិតជាប្រយោជន៍ខ្លាំងណាស់ប្រសិនបើអ្នកមានរៀងធាត់ពេកឬស្គមពេកនោះអ្នកនឹងមិនមានទំនុកចិត្តលើការបង្ហាញខ្លួននៅចំពោះមុខអ្នកដទៃឡើយចង់ឲ្យឡើងទម្ងន់គឺងាយមែនទែនតែបើសម្រកវិញគឺជាកិច្ចការមួយដ៏ពិបាកហើយការអង្គុយលើកៅអីនិងរកវិធីសម្រកទម្ងន់នឹងមិនបាច់ជាប្រយោជន៍អ្វីឡើយអ្វីដែលអ្នកត្រូវធ្វើគឺរៀបចំកាលវិភាគច្បាស់លាស់មួយសម្រាប់ខ្លួនឯងបូករួមជាមួយនឹងការបដិញ្ញាចិត្តដ៏មុតមមមួយដើម្បីរងចាំមើលលទ្ធផលដែលនឹងទទួលបានធ្វើបែបហ្នឹងអ្នកនឹងមានទំនុកចិត្តនឹងការគោរពខ្លួនឯងនិងការឡើងផងដែរជួបជាមួយនឹងមនុស្សថ្មីអ្នកមិនមែនជាមនុស្សតែម្នាក់ដែលជួបប្រទះនឹងបញ្ហាលំបាកក្នុងជីវិតនោះទេទេវតាផ្ដល់ឲ្យមនុស្សគ្រប់គ្នានៅចំនួនស្មើគ្នានៃបញ្ហានិងដំណោះស្រាយប៉ុន្តែគ្រាន់តែនៅក្នុងពេលខុសគ្នាដោយអ្នកខ្លះសំណាងក៏រកឃើញដំណោះស្រាយក្នុងរយៈពេលខ្លីហើយអ្នកខ្លះទៀតត្រូវចំណាយពេលយូរការជួបជាមួយនឹងមនុស្សថ្មីជួយឲ្យអ្នករកឃើញខ្លួនឯងហើយមានការលូតលាស់ខាងផ្លូវចិត្តគំនិតជាយើងស្វែងរកមនុស្សដែលមានចំណូលចិត្តនិងក្តីស្រមៃដូចអ្នកហើយការធ្វើការចែករំលែកនៅអារម្មណ៍របស់ខ្លួនខណៈនោះពួកគេនឹងគោរពស្រឡាញ់អ្នកហើយអ្នកក៏ដូចគ្នាដែរអ្នកនឹងគោរពស្រឡាញ់ខ្លួនឯងដែរស្ដាប់អ្នកដទៃតែធ្វើតាមបេះដូងរបស់អ្នកវាជាការគួរសមមួយក្នុងការស្ដាប់គំនិតនិងដំបូន្មានរបស់អ្នកដទៃប៉ុន្តែអ្នកមិនគួរផ្ដល់ឱកាសឲ្យនរណាម្នាក់មានឥទ្ធិពលលើជីវិតរបស់អ្នកឡើយពេលដែលអ្នកអនុញ្ញាតឲ្យនរណាម្នាក់មកគ្របដណ្ដប់លើអ្នកទំនុកចិត្តរបស់អ្នកនឹងគិតឡើងសាបជាថ្មីហើយក៏លែងខ្លាំងក្លាដូចពីមុនដែរ
ប្រសិនបើមានមិត្តណាម្នាក់ដែលតែងតែទាញយកប្រយោជន៍ពីអ្នកនោះអ្នកមិនគួររក្សាចំណងមិត្តភាពនេះទៀតឡើយគួរចំណាយពេលជាមួយមិត្តដែលមិនធ្វើឲ្យអ្នកស្ទាក់ស្ទើរលើទំនុកចិត្តរបស់អ្នកបន្តសម្រេចក្តីប្រាថ្នារបស់អ្នកត្រូវតែជំរុញខ្លួនឯងឲ្យបន្តសម្រេចរាល់ប្រាថ្នារបស់ខ្លួនជាបន្តបន្ទាប់ហើយវានឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯងបន្ថែមទៀតហើយទំនុកចិត្តនោះនឹងទាក់ទាញខ្លួនអ្នកឲ្យងាកមកចាប់អារម្មណ៍លើខ្លួនឯងកាន់តែខ្លាំងទៀតកំណត់ទិសដៅដែលត្រូវដើរហើយដើរឆ្ពោះទៅរកវាជាមួយនឹងការផ្ដោតគោលដៅ 100% មិនថាលំបាកយ៉ាងណាសូមកុំបោះបង់ចោលរៀបចំខ្លួនឲ្យបានស្អាតកុំវាយតម្លៃតាមរយៈសម្បកក្រៅប្រហែលអ្នកធ្លាប់បានលើកពាក្យមួយឃ្លានេះតែសង្គមនេះទៅហើយមនុស្សភាគច្រើនសុទ្ធតែឲ្យតម្លៃលើលក្ខណៈខាងក្រៅដូចជាសម្លៀកបំពាក់ទម្ងន់រូបរាងនិងអំណាចទឹកប្រាក់ជាដើមវាមិនជាកិច្ចការធំដុំអ្វីនោះទេព្រោះការតុបតែងខ្លួនឲ្យបានស្អាតនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯងហើយអ្នកដទៃទៀតសោតក៏និយាយសរសើរអ្នកផងដែរប្រកបណាស់អារម្មណ៍ពេលដែលត្រូវគេសរសើរគឺអារម្មណ៍សប្បាយរីករាយនិងស្រស់ថ្លាស្វែងរកនិមិត្តរូបផ្ទាល់ខ្លួននិមិត្តរូបនឹងមិនធ្វើឲ្យអ្នកស្រឡាញ់ខ្លួនឯងនោះទេប៉ុន្តែពួកគេនឹងជាកម្លាំងជំរុញដល់ប្រយោជន៍ដែលអាចឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលល្អជាងមុនតែអ្នកធ្លាប់មាននិមិត្តរូបហើយតែងតែកោតសរសើររូបគេនិងស្រមៃថាថ្ងៃណាមួយខ្លួននឹងធ្វើដូចជាគេដែរពួកគេប្រៀបបានជាកម្លាំងជំរុញចិត្តដែលធ្វើឲ្យអ្នករឹតតែលូតលាស់ឡើងហើយដើរកាន់តែឆ្ងាយនៅក្នុងដំណើរជីវិតដោយដើរតាមគន្លងរបស់ពួកគេចាប់ផ្ដើមស្រឡាញ់ខ្លួនឯងប្រាចិត្តគំនិតរបស់អ្នកគិតទៅលើចំណុចខ្លាំងនិងចំណុចវិជ្ជមានរបស់ខ្លួនឯងព្រោះថាសុភមង្គលពិតប្រាកដនិងក្តីស្រឡាញ់ក៏កើតចេញពីគំនិតបែបនោះធ្វើជាមនុស្សសុទ្ធិនិយមហើយត្រូវចេះស្កប់ស្កល់ជាមួយនឹងអ្វីដែលខ្លួនមាននៅពេលនោះអ្នកនឹងមិនចាំបាច់ខ្វល់ពីចិត្តក្នុងការដើររកមនុស្សដែលស្រឡាញ់ឡើយកុំតានតឹងចំពោះខ្លួនឯងពេកការស្រឡាញ់ខ្លួនឯងអាចនឹងត្រូវការពេលវេលាខ្លះហើយការដែលត្រូវគេបានចូលចិត្តនិងសរសើរក៏ត្រូវការពេលវេលាផងដែរមនុស្សម្នាក់មិនគួររំពឹងទុកច្រើនពេកនោះទេអ្វីដែលគង់នឹងកើតវាគង់តែនឹងកើតតែប្រសិនបើវាមិនកើតទោះបីជាប្រឹងយ៉ាងណាក៏គ្មានន័យដែររឿងល្អប្រកាសជាចូលមកក្នុងជីវិតរបស់អ្នកប៉ុន្តែវាក៏ត្រូវការពេលវេលាដែរអត្ថបទនេះដកស្រង់ចេញពីអ៊ីនធឺណិតបើសិនជាបងប្អូនចូលចិត្តនៅអត្ថបទបែបលើកទឹកចិត្តសូមជួយចុច Subscribe និង Like Share វីដេអូនេះឲ្យបានច្រើនផងបាទសូមអរគុណសូមជម្រាបលា